អ្នកស្រីប៊ុនមុំលើកឡើងថារាល់យប់អ្នកស្រីត្រូវគេងយំព្រោះនឹកស្រណោះផ្ទះខណៈយោធាថៃរីកបន្លាលុះមិនអាចត្រឡប់ទៅផ្ទះវិញបានប្រឈមនឹងអាកាសធាតុក្តៅស្ថានភាពសុខភាពប្រែប្រួលទៅតាមថ្ងៃជាអ្វីដែលអ្នកស្រីប៊ុនមុំអាយុ53ឆ្នាំជួបប្រទះអំឡុងពេលស្នាក់នៅជំរំភៀសទឹកបណ្ដោះអាសន្នរាប់ចាប់តាំងពីថ្ងៃបោះជំបាញ់លើកទី2រវាងកម្ពុជានិងថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកស្រីប៊ុនមុំបានរៀបរាប់ប្រាប់សារព័ត៌មានព្រះខ័នពីចម្ងាយនៅថ្ងៃទី18ខែធ្នូថាផ្ទះអ្នកស្រីនៅចម្ងាយប្រមាណ100ម៉ែត្រពីទីតាំងដែលថៃរីបន្លាលុះអ្នកស្រីក៏បានបញ្ជាក់ពីការនឹកនាផ្ទះសម្បែងដែលធ្លាប់រស់នៅសុខស្រួលដោយត្រូវជំនួសមកវិញដោយភាពស្ងាត់ជ្រងំនៅក្នុងស្ថានភាពអាសន្ននៃការឈ្លានពានរបស់ថៃនឹកផ្ទះណាអូនអើយនឹកមកដេកផ្ទះវាដូចទៅវាកំសត់ទៅមកចំណែងដឹងប្រាប់អូនអើយយើងស្រាប់នៅផ្ទះកុំទៅលេងមកនៅមួយច្រកអីស្រួលអីសុបាយពីទៅណាមកនេះថាលំបាកអីមិនថាមិនដល់ដាច់បាយដាច់ទឹកណាអូនរឿងមកហូបហាអីវាគេចែកបានហូបគ្រប់គ្រាន់ទេអូនវាអត់ខ្វះអានេះអូនឯងដឹងប្រាប់ហើយមួយជំរុំជួយសឹករឹបពួកអ្នកមានតិចណាយ៉ាងណាអ្នកស្រីប៊ុនមុំបញ្ជាក់ថាគាត់មានអារម្មណ៍ស្ងប់ចិត្តនិងជឿជាក់លើរដ្ឋាភិបាលនៅក្នុងការស្វែងរកដំណោះស្រាយជូនពលរដ្ឋភៀសទឹកដែលនៅសេសសល់មិនអាចទៅផ្ទះវិញបានដោយរូបគាត់ដើម្បីបានត្រឡប់ទៅផ្ទះវិញទំនុកចិត្តរបស់អ្នកស្រីប៊ុនមុំកើតមានបន្ទាប់ពីអ្នកស្រីនិងពលរដ្ឋភៀសទឹកផ្សេងទៀតបានជួបជាមួយសម្ដេចអធិបតីហ៊ុនម៉ាណែតមុនពេលសម្ដេចធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីត្រៀមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋភៀសទឹកនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ទី14ខែកុម្ភៈអ្នកស្រីរំលឹកប្រសាសន៍សម្ដេចអធិបតីយ៉ាងដូចនេះថាមានប្រសាសន៍ថាឲ្យរកកន្លែងទីនៅធ្វើផ្ទះឲ្យបាននៅសុខស្រួលនៅមិនមែនអនាគតទេបច្ចុប្បន្នទេបើយើងដោះស្រាយបានពីកន្លែងហើយវារំលាលោះហ្នឹងក៏យើងអាចទៅនៅមកវិញបានអូនមានអារម្មណ៍ជឿជាក់ដែរអូនបើថាយើងកំពុងពិបាកចេះទៅនិយាយឲ្យខ្ញុំប៉ិនជឿណាអូនគឺបងជឿជាក់បដ ாய் បងសំពាវនាវឲ្យខ្មែរជួយខ្មែរកុំឲ្យឈ្លោះគ្នាឲ្យយើងបានសុខសន្តិភាពសង្គ្រាមមិនចូលទេអូនហើយវិធានាណាបងខ្លាចណាគួរជម្រាបជូនថាអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិកសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ប្រាប់ Reuters ថាថៃកំពុងរំលោភកាន់កាប់ដីកម្ពុជាទោះបីជាមានបទឈប់បាញ់ក្រោមការសម្របសម្រួលរបស់លោកដូណាល់ត្រាំក្តីនៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដដែលសម្ដេចបានថ្លែងដោយសង្កត់ធ្ងន់ថានៅតែមានកងកម្លាំងថៃបន្តកាន់កាប់ជ្រៅមកក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើននេះគឺលើសពីអ្វីដែលថៃតែងតែទាមទារជាឯកតោភាគីលើកខ្សែបន្ទាត់ព្រំដែនទៅទៀតនេះមិនមែនជាការចោទប្រកាន់នោះទេប៉ុន្តែវាគឺជាសេចក្តីថ្លែងការណ៍អំពីការពិតដែលកំពុងតែកើតមានលើដីជាក់ស្ដែងកម្ពុជាមិនអាចទទួលយកបាននូវការរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់យើងនោះឡើយ